ខ្ញុំមិនលើឲ្យតែកូនខ្ញុំអត់រៀនឬមួយក៏សាលាវ៉ាកងច្រើនថ្ងៃអីគឺខ្ញុំជួយចិត្តនាំកូនខ្ញុំចេញដើរមកក្រៅដើម្បីកាត់បន្ថយការលេងទូរស័ព្ទហើយក៏ដូចជានាំកូនដើរហាត់ប្រាណផងដែរហើយម្សិលមិញហ្នឹងគឺថានាំកូនទៅហែលទឹកតែមុននឹងទៅហ្នឹងក៏នាំកូនមកផ្សារហ្នឹងញ៉ាំអាហារពេលព្រឹកសិនញ៉ាំមានមីឆាគេបងប្អូននៅស្រុកនេះអាហារពេលព្រឹកគេភាគច្រើនអីគឺពួកចឹងឯងពេលដែលយើងញ៉ាំរួចរាល់អស់ហើយហ្នឹងគឺថាខ្ញុំនាំគ្នានាំកូនជិះឡានទៅកន្លែងអាងហែលទឹកពីផ្ទះខ្ញុំទៅអាងហែលទឹកមកជិះកង់ត្រឹមតែ4 10 20នាទីអីដល់ហើយក៏ប៉ុន្តែនឹកឃើញក្តៅពេកក៏នាំកូនជិះឡានទៅបន្ទាប់មកហ្នឹងដល់កន្លែងចុះហើយគឺចំណតខ្ញុំហ្នឹងនៅកន្លែងមន្ទីរពេទ្យហ្នឹងតែម្ដងចឹងហើយដើរកាត់មន្ទីរពេទ្យហ្នឹងហើយនេះគឺជាបរិវេណមន្ទីរពេទ្យណាបងប្អូនក៏ប៉ុន្តែនិយាយពីថាឃើញធម្មជាតិដើមឈើគឺថាស្រស់ស្អាតតែម្ដងណានេះគឺកន្លែងអីគេហៅសប្រាចេះខ្ញុំហៅខុសត្រូវទៅបងប្អូនអើយគឺនៅចិត្តមន្ទីរពេទ្យហ្នឹងហ៎ហើយកន្លែងហ្នឹងដែរពេលដែលចូលមកហ្នឹងគឺថាម៉ាស៊ីនត្រជាក់ស្រើបតែម្ដងចង់ចាំកូននៅក្នុងហ្នឹងក៏បានចង់ចាំនៅគៀនអាងទឹកក៏បានហើយពេលចូលអញ្ចឹងគឺអស់តែម្នាក់$1ជាងទេខ្ញុំចូលចិត្តកន្លែងនេះដោយសារកន្លែងហ្នឹងមានទឹកក្តៅទឹកត្រជាក់ឲ្យកូនមួយទឹកអីឲ្យទឹកបើកមកគឺថាអត់មានកំណាញ់ទេមកឆ្ងាញ់តែម្ដងណាហើយមុននឹងទៅមួយហ្នឹងនេះនាំកូនដូរខោអាវដូរឲ្យហើយហ្នឹងក៏ទៅរកកន្លែងតុអង្គុយកន្លែងតុអង្គុយគេហ្នឹងគឺមានច្រើនយើងអង្គុយយើងមានចំណីចំណុកមកញ៉ាំក៏បានអង្គុយញ៉ាំមកសេរីអត់ហាមឃាត់អីយើងវិចខ្ចប់ម្ហូបចំណីអីមកក៏បានដែរមកអង្គុយចាំមើលកូននេះចឹងណាហើយក្មេងៗមកទៅហ្នឹងគឺមានកន្លែងទឹកជ្រៅទឹកគេហៅថាសម្រាប់កូនក្មេងជំទង់ហើយក៏មានកន្លែងមនុស្សធំអីអញ្ចឹងណានិយាយពីថាអូគេសប្បាយហើយអាបយខ្ញុំនឹងនិយាយពីថាមើលទៅពាក់អាវហែទឹកនឹងនិយាយពីសាច់ដុំម្លឹងដាំងតែម្ដងកូនប្រុសខ្ញុំមើលទៅមៀតណាបងប្អូនហើយបន្ទាប់មកហ្នឹងគឺថាអង្គុយអាកន្លែងកៅអីនោះដូចបន្ទុកចិត្តទេឆ្ងាយភ្នែកខ្លាំងពេកក៏ប៉ុន្តែទោះបីខ្ញុំមិនមកអង្គុយចាំមើលកូនហ្នឹងក៏មានគេហៅថាសន្តិសុខគេអង្គុយចាំមើលគ្រប់ជ្រុងអត់ភ័យអត់បារម្ភតែខ្ញុំនៅតែបារម្ភអញ្ចឹងណាបន្ទាប់ពីគេលេងរួចរាល់អស់ហើយហ្នឹងឃ្លានបងប្អូនហើយប៉ុន្តែអញ្ចឹងមុននឹងមកហ្នឹងគឺថាទិញទៅហួយនំចំណីអីយកមកតាមអញ្ចឹងដឹងថាលេងទឹកហើយដឹងតែឃ្លានហើយបន្ទាប់មកគឺមកមួយទឹកហើយនេះខ្ញុំចូលចិត្តចឹងឯងកន្លែងហ្នឹងមានទឹកក្តៅទឹកត្រជាក់ហើយទឹកបើកមកគឺថាវូតែម្ដងហើយគេមានតាំងតែពីម៉ាស៊ីនសម្ងួតសក់អីឲ្យយើងម៉ាស៊ីនផ្លុំម៉ាស៊ីនអីឡើងមកសក់តែម្ដងណាហើយតម្លៃដូចខ្ញុំប្រាប់ចឹងតាម$1ដូចជា$1ជាងអីគេគឺថាធូរថ្លៃខ្លាំងមែនតែនហើយបន្ទាប់ពីលេងទឹកលេងអីរួចរាល់ហើយក៏ដល់បាយថ្ងៃត្រង់ហ្នឹងក៏នាំមកញ៉ាំអីទៅហើយនេះខ្ញុំម្ហូបចង្អុលទៅពេលឃើញច្រើនពេកខ្ញុំអត់ដឹងថាញ៉ាំអាណាទុកអាណាទេទៅពេលឃើញវាតំណងណាក៏ប៉ុន្តែនេះក៏ឃើញហ៊ុនជាមួយនឹងអាហ៊ុនធំឆាជាមួយនឹងម្ទេសផ្លោកហើយជាមួយនឹងផ្កាខាត់ណាបានពីរមុខនឹងឯងតែឆ្ងាញ់របស់គេ